ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តនិងសួស្តីបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទជាខកសុនមានចំណឹងសុភាមួយទៀតដើម្បីចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តនិងបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទអញ្ចឹងចំណឹងសុខភាពក្នុងថ្ងៃនេះយើងលើកឡើងអំពីបញ្ហានំញឹកបាទអញ្ចឹងតើតើបញ្ហានំញឹកដែរបាទថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកម្លែកគឺយើងនិយាយអំពីវិធីគ្រប់គ្រងនំញឹក ដែលភាសាអង់គ្លេសយើងហៅថា how to manage urinary frequency បើយើងថាតើតើបញ្ហានំញឹកគឺជាបញ្ហាមួយដែលឃើញញឹកញាប់បាទទាំងកុមារមនុស្សពេញវ័យនិងមនុស្សចាស់ផងដែរបាទយើងចង់ដឹងថាតើនំញឹកហ្នឹងវាមានមូលហេតុអ្វីខ្លះហើយវិធីគ្រប់គ្រងបញ្ហានំញឹកហ្នឹងយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើអ្នកគ្នាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមេត្តាក្នុងឋាននេះយើងឃើញមាន3ចំណុចសំខាន់ទី1គឺជាដើមទី2គឺមូលហេតុនំញឹកនិងទី3គឺវិធីគ្រប់គ្រងបញ្ហានំញឹកបាទយើងចង់ដឹងថាតើនំញឹកនឹងបណ្ដាលមកពីមូលហេតុអ្វីខ្លះវិធីគ្រប់គ្រងបញ្ហានំញឹកនឹងយើងត្រូវធ្វើយ៉ាងណាខ្លះដែរបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមនំញឹកអាចជាករណីធម្មតាមកពីយើងផឹកទឹកច្រើនឬក៏ស្ថិតនៅកន្លែងត្រជាក់ឬអាចជាករណីមិនធម្មតាមានមូលហេតុនៃបញ្ហាសុខភាពណាមួយផងដែរការនោមគឺអាចប្រែប្រួលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតហើយប្រែប្រួលតាមបរិមាណជាតិទឹកដែលយើងបានផឹកចូលបាទអានឹងគឺតកតងបញ្ហានំញឹកបាទអញ្ចឹងយើងមើលជាបន្តទៅទៀតយើងឃើញថាមនុស្សពេញវ័យការនោមធម្មតាគឺចំនួន4ទៅ8ដងក្នុងមួយថ្ងៃបើសិនបើការនោមនឹងលើសពី8ដងក្នុងមួយថ្ងៃគឺយើងហៅថានោមញឹកហើយចំពោះក្មេងតូចវិញការនោមធម្មតាចំនួន8ទៅ14ដងក្នុងមួយថ្ងៃហើយក្មេងធំគឺ6ទៅ12ដងក្នុងមួយថ្ងៃអញ្ចឹងបើលើសពី14ដងសម្រាប់ក្មេងតូចលើសពី12ដងសម្រាប់ក្មេងធំអាហ្នឹងក៏គេហៅថានំញឹកផងដែរបាទអញ្ចឹងតកតងការនំញឹកលើក្មេងនិងមនុស្សពេញវ័យវាខុសគ្នាតកតងចំនួនដងដែរយើងមើលជាបន្តទៅទៀតតកតងនឹងមូលហេតុនំញឹកតើនំញឹកនឹងបណ្ដាលមកពីមូលហេតុអ្វីខ្លះបាទអញ្ចឹងយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលមូលហេតុនំញឹកទី1អាចតកតងនឹងជាសញ្ញាមួយនៃការមានផ្ទៃពោះជាពិសេសគឺបើសិនជាកើតលើស្ត្រីក្នុងវ័យបន្តពូជហើយមានដៃគូឬក៏រៀបការរួចនឹងយើងត្រូវចាប់អារម្មណ៍សញ្ញានំញឹកគឺជាសញ្ញាមួយនៃការមានផ្ទៃពោះបាទអញ្ចឹងយើងមើលតទៅទៀតតើតើមូលហេតុនំញឹកទី2វាអាចពាក់ព័ន្ធនឹងការបង្ករោគនៅនឹងផ្លូវនោមអញ្ចឹងការបង្ករោគនៅផ្លូវបេះដូងនោមហ្នឹងគឺវាអាចកើតមានទាំងបុរសទាំងស្ត្រីបាទអាហ្នឹងគឺតើតើនឹងវាមានកត្តាប្រឈមផ្សេងៗគ្នាបាទហ្នឹងក៏ជាមូលហេតុមួយដែរតើតើបញ្ហានំញឹកហ្នឹងបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើមូលហេតុនំញឹកទី3វាអាចពាក់ព័ន្ធនឹងបញ្ហាជំងឺឆ្លងតាមផ្លូវភេទដូចជាជំងឺរលាកទ្វីមៀជំងឺរលាកមាត់ស្បូនជាដើមបាទហ្នឹងក៏អាចធ្វើឲ្យមានបញ្ហានំញឹកដែរជាពិសេសគឺលើស្ត្រីក្នុងវ័យបន្តពូជយើងមើលជាបន្តទៅទៀតតើតើមូលហេតុនំញឹកទី4គឺតើតើបញ្ហាដុំសាច់នៅក្នុងអាងតាគៀកឧទាហរណ៍ដូចជាជំងឺដុំស្បូនជំងឺគីសអូវែជាដើមបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើមូលហេតុនំញឹកទី5វាអាចជារោគសញ្ញាមួយនៃជំងឺទឹកនោមផ្អែមបាទអញ្ចឹងបញ្ហាទឹកនោមផ្អែមហ្នឹងរោគសញ្ញាមួយគឺតើតើនឹងការនំញឹកហ្នឹងឯងបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើមូលហេតុនំញឹកទី6គឺវាអាចមានបញ្ហាជំងឺរលាកផ្លោកនោមរ៉ាំរ៉ៃអញ្ចឹងជំងឺរលាកផ្លោកនោមរ៉ាំរ៉ៃវាឲ្យសញ្ញាមួយមានបញ្ហានំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើមូលហេតុនំញឹកទី7
គឺបញ្ហាជំងឺក្រពេញប្រូស្តាតបាទអញ្ចឹងបញ្ហាជំងឺក្រពេញប្រូស្តាតហ្នឹងអាចក្រពេញប្រូស្តាតនឹងរលាកឬក៏ក្រពេញប្រូស្តាតនឹងរីកដែលជាបញ្ហាមួយដែលអាចឃើញមានតកទៅនឹងនំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកទៅមូលហេតុនំញឹកទី8គឺតកទៅបញ្ហាគ្រោះនៅនឹងផ្លូវបង្ហូរនោមបាទអញ្ចឹងវាអាចបង្កទៅជាលីកផ្លោងនោមឬក៏បញ្ហាផ្លូវនោមអាចឲ្យមនុស្សយើងនំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកទៅមូលហេតុនំញឹកទី9គឺពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំបញ្ចុះទឹកនោមអញ្ចឹងបើបុគ្គលណាដែលប្រើប្រាស់ថ្នាំបញ្ចុះទឹកនោមវាអាចឲ្យមានជាសញ្ញានំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកទៅមូលហេតុនំញឹកទី10គឺពាក់ព័ន្ធនឹងបញ្ហាជំងឺប្រព័ន្ធប្រសាទនៅនឹងផ្លោកនោមឧទាហរណ៍ដូចជាជំងឺញ័រផ្លោកនោមហ្នឹងក៏អាចមានសញ្ញានំញឹកផងដែរយើងមើលបន្តទៅទៀតតកទៅនឹងមូលហេតុនំញឹកទី11គឺតកទៅនឹងការផឹកកាហ្វេឬក៏ផឹកស្រាអញ្ចឹងបើយើងទទួលទានកាហ្វេឬក៏ស្រាអាចឲ្យយើងមានបញ្ហានំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកទៅមូលហេតុនំញឹកទី12គឺតកទៅនឹងការបញ្ចាំងកម្មស្មីទៅលើអាណគាដោយសារមានហេតុផលណាមួយអញ្ចឹងបាញ់ទៅដល់ផ្លោកនោមវាប៉ះពាល់ដល់ផ្លោកនោមអាចឲ្យអ្នកជំងឺនឹងនំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកទៅមូលហេតុនំញឹកទី13គឺវាមានដុំសាច់នៅក្នុងផ្លោកនោមអាហ្នឹងវាជាទៅរំញោចឲ្យអ្នកជំងឺនឹងមានសញ្ញានំញឹកហើយពេលខ្លះអាចទៅដល់នំឈាមផងដែរបាទអញ្ចឹងយើងមើលបន្តមកទៀតតទៅនឹងវិធីគ្រប់គ្រងម្ដងតើវិធីគ្រប់គ្រងដោះស្រាយបញ្ហានំញឹកនឹងយើងត្រូវធ្វើយ៉ាងណាខ្លះដែរបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងវិធីគ្រប់គ្រងបញ្ហានំញឹកទី1គឺជៀសវាងការផឹកទឹកឬក៏សារធាតុរាវ2ម៉ោងមុនចូលគេងអញ្ចឹងសម្រាប់ញ៉ាំទឹកឬក៏សារធាតុរាវ2ម៉ោងមុនចូលគេងហ្នឹងអាចកាត់បន្ថយបញ្ហានំញឹកនៅពេលយប់ផងដែរយើងមើលតទៅទៀតតើតើវិធីគ្រប់គ្រងបញ្ហានំញឹកទី2គឺកាត់បន្ថយឬក៏ជៀសវាងការផឹកស្រានិងកាហ្វេរួមទាំងបញ្ចូលទាំងទឹកសូដាទឹកតែហើយនិងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនពីព្រោះសារធាតុរាវទាំងអស់ហ្នឹងអាចធ្វើឲ្យយើងនំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើនឹងវិធីគ្រប់គ្រងបញ្ហានំញឹកទី3គឺយើងអាចពាក់ទំនាប់ការពារឬខោទំនាប់ដើម្បីជៀសវាងការលេចចេញនៃទឹកនោមធ្វើឲ្យយើងនំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើវិធីគ្រប់គ្រងបញ្ហានំញឹកទី4គឺយើងត្រូវបរិភោគអាហារដែលមានជាតិសរសៃខ្ពស់ព្រោះទល់លាមកអាចបង្កបញ្ហានំញឹកផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើវិធីគ្រប់គ្រងបញ្ហានំញឹកទី5គឺយើងត្រូវបរិភោគបន្លែផ្លែឈើគ្រាប់ធញ្ញជាតិឲ្យបានច្រើនជាងការបរិភោគសាច់ពីព្រោះយើងញ៉ាំអាហារទាំងអស់ហ្នឹងវាជួយសម្រួលដល់ពោះវៀនធំបាទដែលអាចកាត់បន្ថយសញ្ញាទាក់ទងនឹងនំញឹកផងដែរបាទទាំងអស់ហ្នឹងហើយគឺជាវិធីគ្រប់គ្រងសំខាន់ទាក់ទងនឹងបញ្ហានំញឹកហ្នឹងបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលគឺថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹងក្រុម Telegram យើងខ្ញុំគឺព័ត៌មានសុខភាពបាទអាចធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុងក្រុមយើងខ្ញុំដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលគឺថ្លៃច្រើនទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់មានបញ្ហាសុខភាពផ្សេងៗជាពិសេសគឺជំងឺទាក់ទងផ្ដាំលាអាហារជំងឺទាក់ទងផ្ដាំតពូជឬក៏ជំងឺទាក់ទងផ្ដាំទឹកមាត់ជាពិសេសគឺបញ្ហានំញឹកតែម្ដងអាចប្រឹក្សាដោយថ្លៃតាមលេខ Telegram 3ខ្សែគឺ092 59 350 088 3132 225ហើយនឹង016 58 57 64ផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតក៏ដូចជាវីដេអូព័ត៌មានសុខភាពថ្មីៗនិងវីដេអូនៃការរៀនពេទ្យរបស់សិស្សពេទ្យជាច្រើនអាចចូលទៅក្នុង YouTube Channel វាយពាក្យ CML Health Science Official ដោយអក្សរស្រាប់ចុច search ដាក់ស្រាប់ទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំ
ហើយចូលក្នុង channel ចុចពី subscribe និងយល់កណ្ដឹងបាទចុចពី subscribe និងយល់កណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន subscribe ចឹងនៅពេលដែលយើងផុសវីដេអូលើកក្រោយនឹងឃើញក្នុង YouTube ជាបន្តបាទចូលរួម subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ